តើអ្នកជឿទេថាគេអាចសាងសង់ផ្លូវបេតុងដ៏ធំឲ្យអណ្ដែតនៅក្រោមទឹកជម្រៅ30 ម៉ែត្របាន Norway កំពុងធ្វើវាហើយជ្រលងភ្នំតកដ៏ល្បីល្បាញរបស់ប្រទេស Norway មានជម្រៅរហូតដល់ 1300 ម៉ែត្រមិនមានស្ពានមិនមានទូណែលឬសំណង់ណាមួយអាចឆ្លងកាត់វាបានឡើយរាល់ពេលធ្វើដំណើរតាមផ្លូវជាតិឆ្នេរសមុទ្រ E39 គេត្រូវបង្ខំចិត្តឈប់រងចាំសាឡាងរហូតដល់ 7 ដងដែលធ្វើឲ្យការធ្វើដំណើរពីទីក្រុង Kristiansand ទៅ Trondheim ត្រូវចំណាយពេលរហូតដល់ 21 ម៉ោងនៅពេលរដូវរងាមានព្យុះសាឡាងត្រូវលុបចោលអ្នកជំងឺទៅមន្ទីរពេទ្យមិនទាន់ក្មេងៗត្រូវខកខានការសិក្សានេះជាបញ្ហាដ៏ធំរបស់ Norway ដើម្បីដោះស្រាយវិបត្តិនេះ Norway បានសម្រេចចិត្តធ្វើរឿងមួយដែលពិភពលោកគិតថាមិនអាចទៅរួចនោះគឺការសាងសង់ផ្លូវក្រោមទឹកអណ្ដែតតម្លៃ $47 លានគម្រោងនេះដឹកនាំដោយប្រធានវិស្វករលោកស្រី Ari Anna Minaretti ទូលនៃនេះមានបំពង់បេតុងខ្នាតយក្សចំនួន2ជញ្ជាំងក្រាស់1 ម៉ែត្រអណ្ដែតនៅជម្រៅ30 ម៉ែត្រក្រោមផ្ទៃទឹកដើម្បីដោះស្រាយបញ្ហាសម្ពាធទឹកព្រមទាំងទុកឲ្យកប៉ាល់ទេសចរខ្នាតយក្សកម្ពស់70 ម៉ែត្រអាចបើកកាត់ពីលើនេះបានយ៉ាងរលូនវាត្រូវបានទប់លំនឹងដោយពងអណ្ដែតនៅខាងលើនិងខ្សែកាបយុទ្ធការភ្ជាប់ទៅបាតសមុទ្រជម្រៅ 1000 ម៉ែត្រនៅខាងក្រោមការសាងសង់ពិតជាប្រឈមខ្លាំងណាស់បំពង់បេតុងប្រវែង 200 ម៉ែត្រនីមួយៗត្រូវបង្ហូរចូលទឹកដើម្បីឲ្យវាលិចចូលទៅជម្រៅ 30 ម៉ែត្រក្នុងកម្រិតមីលីម៉ែត្របន្ទាប់មកគេប្រើមនុស្សយន្ត ROV ភ្ជាប់ទៅខ្សែកាបនៅបាតសមុទ្រប្រព័ន្ធនេះធានាសុវត្ថិភាពខ្ពស់អាចទប់ទល់នឹងរលកយក្សរដូវរងានិងការរំជួយដីកម្រិត 5 វិកទ័រព្រមទាំងមានប្រព័ន្ធពន្លត់អគ្គិភ័យស្វ័យប្រវត្តិក្នុងរយៈពេល30 នាទីទន្ទឹមនឹងការស្រាវជ្រាវនេះគម្រោងមួយទៀតឈ្មោះ Rockfast កំពុងសាងសង់យ៉ាងសកម្មដោយការខូងទម្លុះថ្មក្រានីតជម្រៅ 392 ម៉ែត្រក្រោមនីវ៉ូទឹកសមុទ្រដែលជាផ្លូវក្រោមទឹកជ្រៅបំផុតក្នុងលោកនឹងគ្រោងបញ្ចប់នៅឆ្នាំ 2033 ចំណែកឯផ្លូវក្រោមទឹកដំបូងគេនឹងត្រូវសាងសង់នៅ Holsapsjuden ប្រវែង 1.2 គីឡូម៉ែត្រអាចនឹងលេចរូបរាងនៅឆ្នាំ 2035 គម្រោងសរុបនឹងត្រូវកាត់បន្ថយពេលវេលាធ្វើដំណើរពី 21 ម៉ោងមកត្រឹម 11 ម៉ោងប៉ុណ្ណោះពិភពលោកទាំងមូលរួមទាំងអាមេរិកចិននិងអ៊ីតាលីកំពុងតាមដានមើល Norway ព្រោះបច្ចេកវិទ្យានេះនឹងផ្លាស់ប្ដូរវិស័យហេដ្ឋារចនាសម្ព័ន្ធពិភពលោកជារៀងរហូតសូមកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណ